ដើម្បីបង្ខំឲ្យឪពុកម៉ែរបស់ឈៀនអ៊ីយីយល់ព្រមឲ្យរៀបការបុរសនោះបានលើកឪពុកម៉ែរបស់នាងទាំងពីរជ្រាបចូលក្នុងធុងត្រីងឹតឪពុកម៉ែបានខិតខំខ្សោយជើងស្ទើរតែបែកខ្សែដៃនៅកដាសុក necklace បានខូចហើយមុតមួយគ្រាប់បានជ្រុលចូលក្នុងទឹកពួកគេនិរន្តរ៍ដោយសារខ្យល់អស់បុរសនោះទើបដឹងថាការរបស់ខ្លួនមិនសម្រេចគាត់បានអូសឪពុកម៉ែចេញវិញប៉ុន្តែពួកគេមិនមានសញ្ញាជីវិតទេគាត់ស្ទាក់ស្ទើរថាហេតុអ្វីពួកគេចំណាយពេលតិចបែបនេះដល់បាត់ជីវិតគាត់បានយកត្រីតូចមួយដាក់បិទបាំងទៅវិញទៀតត្រីនោះទើបតែចូលទឹកវិញបានក្លាយជានាគទោះបីឪពុកម៉ែចេញពីទឹកមកក៏មិនគួរតែស្លាប់បែបនោះទេប៉ុន្តែពួកគេមិនមានចលនាឡើយបុរសនោះព្រួយចិត្តយល់ព្រមនឹងការពិតគាត់បានយកថង់ផ្លាស្ទិករុំខ្លួនពួកគេហើយមានគម្រោងនឹងយកទៅបោះចោលតែទើបចេញពីផ្ទះបានតិចក៏ជួបសត្វឆ្កែមួយគាត់ភ័យរត់ទៅជ្រុងមួយខណៈកំពុងអ៊ុតសាក់សីប៉ុន្តែមិនដឹងថាជើងឪពុកម៉ែរមើលតិចមួយបង្ហាញថាពួកគេមិនទាន់ស្លាប់នៅឡើយបុរសនោះភ្ញាក់ផ្អើលបើកភ្នែកឆាប់ហើយស្ទាក់ស្ទើរកាន់ដៃដើម្បីវាយតែពេលនោះអ្នកស្រីប្អូនរបស់ខ្លួនបានត្រឡប់មកវិញនាងយូរច្រើនតែគ្មាននរណាឆ្លើយសោះនាងយកវ៉ាលីសទៅចូលផ្ទះតាមច្រកក្រោយមានដែកវាយស្ថិតនៅជិតផ្លូវប៉ុន្តែគាត់មិនស្ទើរនៅពេលនាងចូលផ្ទះមិនឃើញបងស្រីទេនាងគិតថាបងបានចេញទៅក្រៅហើយសម្រេចចិត្តចូលទឹកងូតបុរសនោះបាននិរាក់ទៅផ្ទះទឹកស្ងៀមស្ងាត់តែសត្វឆ្កែបានស្រែកបុរសនោះក៏ចាក់ចេញវិញក្រោយមកគាត់កាន់អាវុធបាញ់សត្វឆ្កែដើម្បីសម្លាប់វាប៉ុន្តែនៅក្នុងផ្ទះប្អូនស្រីបានឃើញខ្សែដែករលាយក្នុងអាងទឹកហើយស្ទើរមិនយល់ចិត្តទេនាងបានយកវារក្សាទុកហើយចេញទៅដង្ហែខ្យល់នៅជីសមុទ្រនាងបានឃើញសត្វឆ្កែស្លាប់នាងភ័យខ្លាចហើយរត់ត្រឡប់មកផ្ទះវិញនាងបានឃើញរថយន្តកីឡាមួយដែលមានសម្លៀកបំពាក់គ្រប់ពីក្រោយប៉ុន្តែបុរសនោះបានចូលចិត្តនាងគាត់បានសួរថាតើនាងដឹងទីតាំងបងស្រីឬអត់បើទោះបីនាងនិយាយថាដែលមិនដឹងក៏ដោយនាងក៏ខកខានឃើញសពបងស្រីមួយរយៈក្រោយនាងមិនអាចតាក់ទងបងស្រីបានទេនាងបានទូរស័ព្ទសួរមិត្តភ័ក្តិតែគ្រប់គ្នាថាមិនដឹងនាងក៏បានលាន់មាត់ប្រាប់បុរសនោះដែលក៏បញ្ចេញមុខដូចជាគឺមានការព្រួយបារម្ភនាងគិតថាគួរឲ្យសង្វេគចំពោះសត្វឆ្កែស្លាប់ទាំងនោះហើយស្នើបុរសជួយយកศพទៅបញ្ចប់បុរសនោះក៏ធ្វើជាអ្នកសប្បុរសសប្បាយចិត្តធ្វើជាក្រុមសំណេះសំណាលប៉ុន្តែខណៈពេលនាងចាប់ដៃលើស្មាគាត់នាងបានទទួលសំឡេងទូរស័ព្ទនាងបានរត់ទៅទទួលបុរសនោះមិនដឹងថានាងកំពុងសង្ស័យគាត់ពេលយប់នាងគិតអំពីធុងត្រីនាងបានដើរទៅមើលតែដំណើរនោះបានដើរលើស្មៅផ្កាថ្នល់ដែលមានទឹកនាងមានអារម្មណ៍អាក្រក់ហើយបានទូរស័ព្ទទៅប៉ូលីសប៉ុន្តែបុរសបានកាត់ខ្សែទូរស័ព្ទហើយកាន់ផ្កាផ្ដល់អំណោយតាមបង្អួចនាងស្ទាក់ស្ទើរឲ្យនរណាម្នាក់និយាយប៉ុន្តែបុរសនោះក៏បានបញ្ចុះបំភ្លឺនិងចាប់ផ្ដើមគំរាមនាងបានយកដែកវាយគាត់ដើម្បីការពារប៉ូលីសបានមកទាន់ពេលនិងសង្កត់បុរសប៉ូលីសម្នាក់ត្រូវបានបាញ់ប៉ុន្តែប៉ូលីសផ្សេងទៀតបានជួយស្ត្រីនៅពេលក្រោយបុរសព្រលឹងនោះបានទាមទារឲ្យនាងរៀបការជាមួយគាត់តែគាត់ស្មានឃើញថាក៏ប្អូនស្រីគឺជាបងស្រីគាត់ភ័យរត់ប៉ូលីសម្នាក់ផ្សេងបានមកជួយនិងបំបាក់គាត់ស្ត្រីបានរស់នៅជោគជ័យ